เนี่ยเราสามารถเกิดบ้านให้ตัดปองตัดมาคนนี้ป่ะbà miền nè rong và buông miền nè trâu đáy miền nè bay cá bá miền nè dọc sai cả vắt váy bà cứ miền bà chùm nuốt bay nè cả trâu rong và buông bà បាទមានករណីបាទហឹង្សាមួយការឡើងដោយរវាងបាទមនុស្សពីរក្រុមបានបើកឆាកប្រយុទ្ធគ្នាបាទវាយដោយប្រើដំបងបាទវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យមនុស្ស3នាក់បាទរងរបួសធ្ងន់និងស្រាលដើមហេតុគឺកើតឡើងចេញពីការរោម៉ូតូក៏ឈានទៅដល់ការប្រើប្រាស់អំពើហឹង្សាដាក់គ្នាបាទយ៉ាងសាហាវបាទតែម្ដងបងប្អូនប្រជាជនខ្លះទៅតែខ្ញុំមានបញ្ហារហូតដល់គាត់មានបញ្ហាមួយណាខ្ញុំខ្ញុំតែមករួមនេះទេបងខ្ញុំដើរមកក៏ម្ដងឈរហ្នឹងខ្ញុំវាយខ្ញុំយកហើយយកដល់គាត់ខ្ញុំរងក្បាលបើថាយករងក្បាលក្បាលបែកតិចខ្ញុំរងតែគាត់យកឲ្យវាយបងយកឲ្យវាយខ្សែក្បាត់ខ្សែក្បាត់ទេមួយដបងមួយទៀតបងដងទៀតនៅក្នុងហ្នឹងមានគាត់ចូលរួមអត់ទេមានណាបាទឲ្យតែបាត់ខ្ញុំបែកខ្ញុំមកឡើងទៅឡើងតោះឡើងទៅឡើងបាទឥឡូវសមត្ថកិច្ចណាមួយទៀតមិញម៉ូតូនោះភិក្ខីនៅសងខាងបាននៅខាងក្នុងឯណោះបាទហើយតាមប្រភពយើងទូបាននៅចំណុចទីខាងលើបរិះ2នាក់គឺគាត់ជិះម៉ូតូមួយគ្រឿងនោះបាទគាត់ក៏បានរੂនៅម៉ូតូរបស់គាត់ហើយស្រាប់តែភិក្ខីខាងកូនស្រីដែលគាត់អង្គុយហូបស្រាក្បែរហ្នឹងគឺគាត់ស្រីសួរថាបងអូនរម៉ូតូធ្វើអ្វីបាទរួចមកក៏មានការប្រទាក់នៅសម្ដីគ្នាទៅវិញទៅមកក៏ឈានទៅដល់ការប្រើប្រាស់អំពើហិង្សាដោយភិក្ខីខាងកូនស្រីគឺគាត់បានវាយមួយដៃមុនចំបរោះម្នាក់គឺមួយដៃពេញផ្ទៃមុខហើយបរោះនេះដែលជាគ្នារបស់ភិក្ខីខាងម៉ូតូគាត់ម្នាក់ហ្នឹងគឺរត់គេខ្លួនម្នាក់ហ្នឹងគឺនៅទៅហ្នឹងក៏មានការបតែបន្តគ្នាក៏ឈានទៅដល់ការមានកំបិតតាំងតោក៏ដូចជាបថៅមួយដើមទៀតមានការវាយនឹងដងឆាត់ក៏ដូចជាដងរស័យអញ្ចឹងបណ្ដាលឲ្យភិក្ខីខាងម៉ូតូគឺរងរបួសដៃហើយចំណែកឯភិក្ខីខាងកូនខ្ចីក៏មានការរងរបួសបែកក្បាលផងដែរពុកម៉ែបងប្អូនប្រជាជនអញ្ចឹងភិក្ខីខាងកូនខ្ចីគឺមានគ្នាទៅ2ទៅ3នាក់ដែលបានប្រើប្រាស់អំពើសាជាមួយនឹងភិក្ខីម្ខាងបរោះដែលជាអ្នករੂម៉ូតូតែម្ដងពុកម៉ែបងប្អូនប្រជាជនតែគ្រាន់តែរឿងខាងរੂម៉ូតូម៉ែបងប្អូនបាទនៅវេលាម៉ោងប្រហែលជាង10ជាង11ជាងបាទ11ជាង12ហ្នឹងបាទហើយតាមការលើកឡើងរបស់បងស្រីម្នាក់ដែលគាត់នៅកន្លែងទីតាំងហ្នឹងគឺបានបញ្ជាក់ថាការរੂម៉ូតូនេះគ្រាន់តែជាការធ្លាប់ប្រអប់លេខអីចឹងទៅបាទខាងកូនស្រីគឺកូនដែលកំពុងតែសម្ញាក់លងលក់ហ្នឹងគឺមានការភ្ញាក់អញ្ចឹងក៏មានការសួរនាំជជែកគ្នាតឹងស្អីក៏អីចឹងទៅបងប្អូនបើយ៉ាងណាយើងគួរតែមានការយោគយល់គ្នាទៅវិញទៅមកបងប្អូនបើជឿវាកុំឲ្យមានអាហិង្សាការឡើងហ្នឹងឃើញហ្នឹងបងប្អូនបាទគឺបង្កឲ្យមានរបួសស្នាមទៅអាចឈានទៅដល់ការបាត់ជាប់នៅអាការឃុំឃាំងអីចឹងទៅដោយសារជាបិលល្មើសព្រមមិនទាន់ដល់យើងប្រើប្រាស់អំពើហិង្សាជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកក៏លៀបណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវ៉ែលតែមកទឹកឲ្យឃើញប្លែកហ្មងណាសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដល់មកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោឡើងតុនហ្មងណាបាទមានករណីបាទហឹង្សាមួយការឡើងដោយរវាងបាទមនុស្សពីរក្រុមបានបើកឆាកប្រយុទ្ធគ្នាបាទវាយដោយប្រើដំបងបាទវាយគ្នាបាទទៅវិញទៅមកបណ្ដាលឲ្យមនុស្ស3នាក់បាទរងរបួសធ្ងន់និងស្រាលតាមប្រភពនេះទទួលបាននៅចំណុចទីតាំងខាងលើដើមហេតុគឺកើតឡើងចេញពីការរោម៉ូតូក៏ឈានទៅដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នាបាទយ៉ាងបាទសាហាវបាទតែម្ដងបងប្អូនប្រជាជនមើលបងពីណាគេរបួសបងរបួសត្រូវគេអីខ្លះខ្ញុំមានបញ្ហារហូតដល់គាត់មានបញ្ហាមួយណាខ្ញុំដឹងតែខ្ញុំមករួមនេះទេបងគាត់ដើរមកក៏ម្ដងឈរហ្នឹងខ្ញុំវាយខ្ញុំយកហើយយកគាត់ខ្ញុំរងក្បាលបើថាយករងក្បាលក្បាលបែកតិចខ្ញុំរងតែគាត់យកឲ្យវាយបងយកឲ្យវាយខ្សែក្បាត់ទេដបងមួយទៀតដបងទៀតដើមឲ្យដបងមកពីរឿងអីគេបងមកដបងណាដើមមកឬនិយាយថាមានបញ្ហាឈឺខ្ញុំដើមមកមើលនេះមកត្រង់បាទហើយមានហូបចុកអីថ្ងៃហ្នឹងអស់ពីកំប៉ុងអូអត់តនេះណាអត់ដឹងមូលហេតុទៅជាបកជាមានរឿងវិញបាទខ្ញុំគាត់ដើរមកឈរមើលគាត់មិនទៅវាយមួយដាក់គេមើលមូលហេតុមួយមានបញ្ហាមួយគាត់ទៅវាយខ្ញុំអូបាទហើយទាំងខ្ញុំអត់ដឹងឆ្លងនេះស្អីសំទើបាត់អត់ហើយគឺបាទទឹកណាគេគាត់ទៅឲ្យឈិនជ្រុងអូទិញខ្ញុំរងក្បាលនេះរងអីហ្នឹងបើរងអីបើថាអញចង់ព្រួយឥឡូវចង់សួរចិត្តបាក់ដៃចឹងដៃបងខ្ញុំណាគេផងសោះដើមអត់ខ្ញុំធ្វើចេះអីបញ្ហាដើមអត់ខ្ញុំធ្វើការកាត់បានឲ្យខ្ញុំបែបសោះដើមយើងដៃវិញមួយទៀតពីកន្លែងគេដល់ស្រែទៅខៃកាមេរ៉ាពុកហើយយើងវាដៃហ្នឹងបងដល់ខ្យល់ហ្មងតែបាត់នេះបងវាយខ្ញុំទឹកទឹកបងខ្ញុំក្បាលយ៉ាងណាទៅអត់ដល់ខ្យល់ទេហ្មងមកវាយត្រៃពីដំបងឡើយឡើងបានមានរឿងវិបត្តិហ្នឹងវាមិនដែរបងពី
lại bố nhom lư tam kênh vậy á nhom đây nhom lư to chỉ đây có rùm to mà phải nó ada pe rùm to mà phải nó lư con đặt phòng phòng có thể thay dài rùm to nhảy nhảy đấy mong dục hai xoài đi mong cái con chị đây con suốt cái đây cái con chay pe nó pe nhom lư đặt bánh nhưng ta cho mà bị té máu rồi nó sôi mất năm quay nhom đổi nè rùm một tô với hai cái nè rùm nhưng mà đừng cho bà đây bộ đừng đi nhưng mà đừng đi làm đó cái vai bị đổi em vậy ban ban đó bạn đây tịnh cái bóng là buông mà né cho bóng buông bay qua luôn mua chưa đâu bay ban gì cảm ơn នេះឥឡូវសមត្ថកិច្ចបានហៅទៅប៉ុស្តិ៍ទាំងអស់គ្នាបាទបាទមានអ្នករងរបួសមានអ្នកត្រូវដៃមានអ្នកបែកក្បាលមានអ្នកយកខ្សែក្រវ៉ាត់វាយបាទគឺមានបាទចំនួន3អ្នកដែលត្រូវរងរបួសបាទខ្ញុំថាម៉ូតូខ្ញុំចាប់អំលើទេបាទអរគុណដល់សមត្ថកិច្ចមែនតើមកគាត់ចុះមកដល់កន្លែងទីតាំងកើតហេតុភ្លាមតែម្ដងបាទពេលដែលខាងបងប្អូនប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានទៅដល់បាទកងកម្លាំងសមត្ថកិច្ចនៃខាងកាបូគឺគាត់ចុះមកភ្លាមតែម្ដងបាទបងរឿងនឹងវាមិនអីមិនបងខ្ញុំអត់ដឹងដែរខ្ញុំនៅតែក្នុងបន្ទប់ទេប៉ុន្តែខ្ញុំឮសំឡេងដល់ពេលខ្ញុំចេញមកឃើញប្តីប្អូនពូធំមួយថាបែកក្បាលហ្នឹងចេញទៅទីងតាំងតោដេញកាប់គេទៅនោះហ្នឹងហើយដេញកាប់រហូតឡើងចង់100ម៉ែត្រហ្នឹងដេញដល់ហ្នឹងទៀតហ្នឹងទៅឃើញតាំងតោឡើងប៉ុណ្ណាណីចាដេញទៅហ្នឹងបើមើលឲ្យកាមេរ៉ាផ្ទះនោះគេចាប់បងត្រូវជាមិនដែរខ្ញុំអត់ទេផ្ទះជួលជាមួយឥឡូវបងនិយាយមួយបាទតែមើលនៅក្បិតនៅកន្លែងនេះបាទមើលឥឡូវទៅមើលឃើញនៅនឹងតែហ្នឹងហើយខ្ញុំមើលតែឃើញខ្ញុំរត់ដែរខ្ញុំមានពូមួយគាត់យកស៊ីនឆ្កេះយកមកស៊ីនឆ្កេះបាត់ហើយចឹងហ្នឹងហើយខ្ញុំស៊ីនឆ្កេះវិញនៅនឹងវាមើលបាទឥឡូវបងប្អូនដែលអ្នកចិត្តខាងគាត់ឃើញនៅហេតុការណ៍នេះគាត់កំពុងតែមិនសុខចិត្តគាត់ថាអូននៅខ្មៅហ្នឹងគេស៊ីនតាំងតោអូននឹងវាយអ្នកវាយវាបាទពេលដេញវាយអូននឹងវាទិញតាំងតោដេញខាត់ចាទៅធននេះអត់កើតហ្មងបាទដល់ពេលអញ្ចឹងវាខឹងវាខ្ញុំឃើញអូនយើងប៉ះខ្ញុំម្ដងហើយបាទយើងខ្លាំងប៉ះមួយទៅខ្ញុំម្ដងហើយចាំមើលអត់អីទេកុំគាត់ថាឥឡូវសមត្ថកិច្ចតែអានេះវាយហ្នឹងសមត្ថកិច្ចគាត់ទៅនាំខ្ញុំទៅងាប់ទូវាយខ្ញុំបិទផឹកបានហើយកុំវិញទេទៅដល់កន្លែងលីកដល់នេះមាននៅក្នុងហ្នឹងមានគាត់ចូលរួមអត់ទេមានហ៎បាទអូខេតោះឡើងកន្លែងតោះឡើងកន្លែងបាទឥឡូវសមត្ថកិច្ចណាមួយទៀតមិញម៉ូតូនោះមកណាតោណៃនេះនោះមកតោណៃនេះមកឡើងណាទៅទៅទៅនឹងវិញយកកដាតទៅមុខដែរបាទជិះទៅតាមនេះមកទៅតាមនេះយឺតទៀតដែរយកមកមកបណ្ដៃណាបងប្អូនខាងនេះមែនអូនគឺមិនដែរហើយតែដេញកាប់ខ្ញុំភ័យទៅងើបហើយអូគេដេញកាប់បណ្ដៃបាទទៅទៅម្នាក់ទីងគាត់ដេញកាប់ខ្ញុំបាទទៅយកទៅហើយឥឡូវយើងមិនទាន់ដឹងទេបងប្អូនបាទជុំវិញករណីនេះបាទឡើងមួយបាទក៏កម្លាំងសមត្ថកិច្ចបាទគាត់កំពុងតែនាំភាគីទាំងសងខាងទៅប៉ុស្តិ៍មូលដ្ឋានបាទខណ្ឌកំបូលបាទដើម្បីដោះស្រាយនៅជុំវិញករណីនេះផងដែរបើកូនប្រុសហ្នឹងល្អនេះឆ្លៃកាមេរ៉ាឃើញនេះផងអញចាត់ធ្វើការទៅហើយដែរបាយធឿនហើយបាទមកកាត់កាយអត់មកតើតារ៉ាបាយមិនចាយបងមួយគប់មកបងប្អូនឥឡូវនេះភិក្ខីដែលសងខាងដែលបានប្រើប្រាស់អំពើហិង្សាក៏ជាភិក្ខីដែលខាងកងសីនិងភិក្ខីដែលបានរូបតោលើបានកម្លាំងសមត្ថកិច្ចអត្តកាបខណ្ឌកម្ពូលលោកបានធ្វើការមកធ្វើការហៅមកធ្វើការសាក់សួរនៅឯអត្តកាបខណ្ឌកម្ពូលហើយបាទហើយលើនេះភិក្ខីដែលសងខាងបាននៅខាងក្នុងឯណោះបាទហើយតាប្រភពយើងទូបាននៅចំណុចទីតាំងខាងលើបរិសុទ្ធ2នាក់គឺគាត់ជិះម៉ូតូមួយគ្រឿងហ្នឹងគាត់ក៏បានរូនៅម៉ូតូរបស់គាត់ហើយស្រាប់តែភិក្ខីខាងកងសីដែលគាត់អង្គុយហូបបាស្រាក្បែរហ្នឹងគឺគាត់ស្រែកសួរថាប្អូនម៉ូតូធ្វើអ្វីបាទរួចមកក៏មានការប្រទាក់នៅសម្ដីគ្នាទៅវិញទៅមកក៏ឈានទៅដល់ការបាទប្រើប្រាស់អំពើហិង្សាដោយភាគីខាងកងសីគឺគាត់បានវាយមួយដៃមុន
បាទចំបរោះម្នាក់គឺមួយដៃពេញផ្ទៃមុខហើយបរោះនេះដែលជាគ្នារបស់ភាគីខាងម៉ូតូគាត់ម្នាក់ហ្នឹងគឺរត់គេចខ្លួននៅសម្នាក់ហ្នឹងគឺនៅទៅហ្នឹងក៏មានការបតែបន្តគ្នាក៏ឈានដល់ការមានកំបិតតាំងតោក៏ដូចជាបថៅមួយដើមទៀតមានការវាយនឹងដងឆាត់ក៏ដូចជាបាទដងរស័យអញ្ចឹងបណ្ដាលឲ្យភាគីខាងម៉ូតូគឺរងរបួសដៃហើយចំណែកឯភាគីខាងកូនខ្ចីក៏មានការរងរបួសបែកក្បាលផងដែរពុកម៉ែបងប្អូនប្រិយមិត្តជនអញ្ចឹងភាគីខាងកូនខ្ចីគឺមានគ្នាទៅ2ទៅ3នាក់បាទដែលបានប្រើប្រាស់អំពើសារជាមួយនឹងភាគីម្ខាងបរោះដែលជាអ្នករੂម៉ូតូតែម្ដងពុកម៉ែបងប្អូនប្រិយមិត្តជនអ្វីទទួលបាននេះគ្រាន់តែជាព័ត៌មានបឋមទទួលបានពីប្រភពពីអ្នកដែលឃើញហេតុការណ៍នៅចំណុចទីតាំងខាងលើនេះផ្ទាល់តែម្ដងឥឡូវនេះវត្តមានត្រីបាទគេកំពុងធ្វើការសាកសួរបន្តទៀតពុកម៉ែបងប្អូនប្រិយមិត្តបាទគ្រាន់តែរឿងរੂម៉ូតូពុកម៉ែបងប្អូនបាទនៅវេលាម៉ោងប្រហែលជាង10ជាង11ជាងបាទ11ជាង12ហ្នឹងបាទហើយតាមការលើកឡើងរបស់បងស្រីម្នាក់ដែលគាត់នៅកន្លែងទីតាំងហ្នឹងគឺបាទបញ្ជាក់ថាការរੂម៉ូតូនេះគ្រាន់តែជាការបាទជាប់ប្រអប់លេខអីចឹងទៅបាទហើយអញ្ចឹងបាទខាងកូនខ្ចីគឺកូនដែលកំពុងតែសម្ញាក់លងលក់ហ្នឹងគឺមានការភ្ញាក់កន្ធាក់អញ្ចឹងទៅក៏មានការសួរនាំជែកគ្នាតឹងស្អីក៏អីចឹងទៅបងប្អូនបើយ៉ាងណាយើងគួរតែមានការយោគយល់គ្នាទៅវិញទៅមកបងប្អូនបើជិះវៀងកុំឲ្យមានអាហិង្សាកើតឡើងហ្នឹងឃើញទេបងប្អូនបាទគឺបង្កឲ្យមានរបួសស្នាមទៅអាចឈានទៅដល់ការបាត់ជាប់បាទនៅអាការឃុំឃាំងអញ្ចឹងទៅដោយសារជាបិលល្មើសព្រមមិនទាន់ដល់យើងប្រើប្រាស់អំពើហិង្សាផងដែរឥឡូវនេះបាទភាគីបាទប្រហែល5ទៅ6នាក់ហ្នឹងបាទទាំងភាគីម៉ូតូដែលបានរੂដែលខាងខុងខ្ចីគឺចោទប្រកាន់ថាបានរੂក៏នៅក្នុងអត្តការហើយអ្នកដែលបានវាយបាទ2ទៅ3នាក់បានព្រួតវាយបរោះម្នាក់បាទឬសុទ្ធតែមានកបិតបាទក៏ដូចជាបាទបថៅទាញចេញពីក្រោមខេទៅលើខេនេរីរបស់នេរីម្នាក់ដែលបានហៅបរោះដែលជាអ្នករੂម៉ូតូគឺមកលេងបាទជាញឹកញាប់ហ្នឹងបាទគប់ឬសុទ្ធតែគប់មួយបថៅនេះគឺខុសបាទប៊ីសចំកូនស្រីរបស់ម្ចាស់ផ្ទះទៀតបងប្អូនប្រិយមិត្តអានេះយើងក៏អត់ទាន់ទទួលព័ត៌មានបាក់ធំបងប្អូនប្រិយមិត្តជនបាទណាយើងព្យាយាមធ្វើការសាកសួរបាទបន្ថែមទៀតដើម្បីឲ្យជាក់លាក់ច្បាស់ការជាបន្តទៀតហើយយ៉ាងណាសមត្ថកិច្ចក៏យើងបានធ្វើការបាទភ្លាមបាទចុះទៅដល់ចំណុចទីតាំងកន្លែងហ្នឹងហើយភ្លាមធ្វើការខាត់មកធ្វើការសាកសួរបន្តទៅដល់បងប្អូនប្រិយមិត្តជនខ្ញុំមែនទេខ្ញុំបាទរតនាសូមបញ្ចប់បើយើងទទួលបានព័ត៌មានយ៉ាងណានេះខ្ញុំបានធ្វើការអាប់ដេតក្នុងគេហទំព័រជាបន្តទៀតរាល់ពីខុសឆ្គងកន្លែងណាមិនសមរម្យក៏សូមខន្តីនៅភ័យទោសខ្ញុំបាទជាមួយនឹងក្រុមការងារសូមលំអរកាយគ្រប់លី